ปភាពតាំងចំណងជើងវាត្រូវជាមួយនឹង lyric ដែលយើងដាក់នៅខាងលើហ្នឹងចំណងជើងដែលវាឲ្យមកហ្នឹងគឺខ្ញុំអត់ចង់បានអញ្ចឹងខ្ញុំចុចកន្លែង edit មកបន្ទាប់មកខ្ញុំសរសេរនៅខាងក្រោមនេះអ្នកគ្នាអាចសរសេរនៅខាងក្រោមហ្នឹងថាលុបចំណងជើងឬក៏លុបអក្សរចេញពីរូបចឹងទៅអញ្ចឹងវានឹងធ្វើការលុបចេញឲ្យទុកទៅរូបភាពហើយអ្នកគ្នាយកទៅកែនៅក្នុង app មួយណាក៏បានដែរដែលអ្នកទាំងគ្នាធ្លាប់ប្រើអញ្ចឹងណាវាបញ្ចូលចំណងជើងរបស់យើងមកបង្កើតបទចម្រៀងនៅក្នុង Suno ហើយអត់ដឹងថាយករូបមិនឲ្យត្រូវមួយអត្ថន័យបទចម្រៀងមែនអត់អញ្ចឹងអ្នកទាំងគ្នាបានឃើញវីដេអូនេះត្រូវខ្ញុំនឹងប្រាប់ពីក្បាច់ចុចតាមคลิกឬពីរคลิกឯអ្នកទាំងគ្នានឹងទទួលបានរូបភាពមួយស្លឹកដែលត្រូវជាមួយនឹងបទចម្រៀងរបស់យើងអញ្ចឹងណាអញ្ចឹងមិនថាបទចម្រៀងហ្នឹងអ្នកទាំងគ្នាយកមកពីណាទេបទចម្រៀងហ្នឹងអ្នកគ្នាយកមកពីណាឬក៏បង្កើតតាម Suno ឬក៏បង្កើតតាម website ផ្សេងៗទេប៉ុន្តែនេះខ្ញុំចង់បញ្ជាក់ថាបើសិនជាអ្នកទាំងគ្នាបង្កើតតាម AI កន្លែងណាមួយហើយយើងពិបាករករូបយើងមកដាក់ត្រូវមួយសាច់រឿងមែនអត់អញ្ចឹងខ្ញុំនឹងប្រាប់វិធីងាយដែលជាដំបូងនេះអ្នកទាំងគ្នាចូលទៅក្នុង ChatGPT ហើយបើសិនជាអ្នកគ្នាធ្វើនៅ app បង្កើតរូបភាពណាផ្សេងអ្នកគ្នាក៏ធ្វើបានក៏ធ្វើទៅប៉ុន្តែសម្រាប់ខ្ញុំធ្វើនៅតាម ChatGPT អញ្ចឹងណាហើយក៏អធិស្ឋានសម្រាប់អ្នកដែលគាត់ដឹងហើយគឺគាត់អ៊ុំឡងទៅតែសម្រាប់អ្នកដែលគាត់អត់ដឹងខ្ញុំនឹងបញ្ចេញម្លែកក្បាច់ហ្នឹងយើងចុចតែពីរคลิกយើងនឹងបានរូបភាពមួយស្លឹកដែលត្រូវជាមួយនឹងអត្ថន័យបទចម្រៀងរបស់យើងអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើបទតាម Suno ហើយគាត់ generate មកហើយខ្ញុំជឿជាក់ថាគាត់ប្រកាសជាពិបាករករូបភាពឲ្យត្រូវមួយនឹងបទចម្រៀងហ្នឹងខ្ញុំជឿជាក់ថាអញ្ចឹងព្រោះដោយសារខ្ញុំពីដំបូងក៏ខ្ញុំជួបបញ្ហាហ្នឹងដែរពេលខ្ញុំ generate បទចម្រៀងរួចខ្ញុំពិបាកនៅក្នុងការទៅរករូបភាពដែលត្រូវជាមួយនឹងអត្ថន័យបទចម្រៀងយើងណាយកទៅដាក់លើ thumbnail YouTube ឬក៏យើងយកទៅដាក់ក្នុងវីដេអូហើយយើងបើក effect អីចឹងទៅឥឡូវកុំឲ្យខាតពេលយូរអ្នកគ្នាទៅមើលមួយខ្ញុំអ្នកគ្នាជាដំបូងយើងទៅយក lyric បទចម្រៀងយើងមកបើសិនជាអ្នកគ្នាបទអ្នកគ្នាធ្វើនៅកន្លែងណាទៅយកពីកន្លែងហ្នឹងមកអានេះខ្ញុំធ្វើនៅ Suno ខ្ញុំយកពីក្នុង Suno ហើយដោយសារវីដេអូខ្ញុំផ្ដោតលើ Suno អញ្ចឹងអ្នកគ្នាធ្លាប់មើលវីដេអូក្នុង channel របស់ខ្ញុំពីមុនដឹងហើយខ្ញុំចែកម្លែកតាក់ទងជាមួយនឹង Suno ព្រោះខ្ញុំឃើញអ្នកគ្នាចូលចិត្តប្រើវាច្រើនហើយខ្ញុំក៏ប្រើវាដែរអញ្ចឹងជាដំបូងយើងទី1បំផុតអ្នកគ្នាចូលទៅ copy lyric របស់យើងនេះlyric pro ចម្រៀងរបស់យើងនេះគឺជា pro បទចម្រៀងរបស់ខ្ញុំខ្ញុំជួយ copy វាយកមកតោះពេលខ្ញុំ copy វាយកបានហើយខ្ញុំចូលមកក្នុង ChatGPT មកហើយឧទាហរណ៍ថាអ្នកគ្នាយក lyric ពីសរសេរមកឬក៏យកពីណាពីណីមកខ្ញុំអត់ដឹងទេហ្នឹងអ្នកគ្នាត្រូវទៅ copy កន្លែងមួយហ្នឹងកន្លែងយើង generate ហ្នឹងប៉ុន្តែបើសិនជា lyric ហ្នឹងអ្នកគ្នាសុំពី ChatGPT ដូចខ្ញុំយ៉ាងអញ្ចឹង lyric របស់ខ្ញុំសុំពី ChatGPT ខ្លះខ្ញុំសុំពី website ផ្សេងៗខ្លះអញ្ចឹងទៅប៉ុន្តែខ្ញុំចង់បញ្ជាក់អ្នកគ្នាកន្លែងហ្នឹងឡើងវិញថាបើសិនជា lyric នេះអ្នកគ្នាសុំនៅក្នុង ChatGPT យើងសុំនៅក្នុងកន្លែងមួយណាបទមួយណានេះឧទាហរណ៍ថាមើលមកពីនេះវាមានច្រើនហ្នឹងទៅអ្នកគ្នាចុចចូលកន្លែងបទមួយហ្នឹងទៅចុចចូលកន្លែង lyric ដែលយើងសុំហ្នឹងហើយអ្នកគ្នាមិនបាច់ទៅ copy ពីកន្លែងផ្សេងយកមកទេគឺយើង copy ហ្នឹងដោយសារតែ lyric របស់យើងហ្នឹងយើងសុំពីកន្លែងផ្សេងអញ្ចឹងបើសិនជាអ្នកគ្នា lyric អ្នកគ្នាសុំនៅក្នុង ChatGPT ហ្នឹងទេអ្នកគ្នាចូលនៅក្នុងកន្លែង lyric របស់យើងដែលយើងបានសុំទៅមកហើយយើង scroll មកក្រោមមួយផុតហើយយើងទៅយកពាក្យមួយដែលខ្ញុំបាន note ទុកបើសិនជាអ្នកគ្នាចង់សរសេរដូចតាមខ្ញុំហ្នឹងក៏សរសេរទៅបើអ្នកគ្នាសរសេរខុសហ្នឹងតិចតួចក៏សរសេរទៅវាអត់បញ្ហាទេហ្នឹងហើយអ្នកគ្នាអានមើលទៅខ្ញុំនឹងបរិយាអ្នកគ្នាមើលតិចខ្ញុំសរសេរដាក់ថាសូមជួយធ្វើរូបភាពហើយលេខធ្លោពួកខ្ញុំយកទៅដាក់នៅ thumbnail YouTube ហើយដាក់ចំណងជើងនៅលើរូបឲ្យដូចនឹងអត្ថន័យបទនៅខាងលើអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងអ្នកគ្នា copy វាយកមកយើងទៅផាសពីក្រោមមក lyric ដែលរបស់យើងសុំពី ChatGPT ហ្នឹងអញ្ចឹងអ្នកគ្នាផាសវាចូលមកពេលអ្នកគ្នាផាសវាចូលមកហើយអ្នកគ្នាត្រូវរើសចំណុចមួយហ្នឹងយើងរើសយករូបភាពនេះអញ្ចឹងធម្មតាពេលដែលអ្នកគ្នាដាក់ប្រអប់នឹងចូលដំបូងវាអត់មានរូបភាពនេះទេអញ្ចឹងណាវាអត់មានកន្លែងរូបភាពនេះអញ្ចឹងអ្នកគ្នាចុចលេខសញ្ញាបូកនេះមកយើងរើសនេះរើសរូបភាពហ្នឹងមកអញ្ចឹងអាហ្នឹងក៏វាមាននៅខាងដើមនេះមួយហើយអ្នកគ្នាមិនបាច់ដាក់ខាងចំនេះទេហើយយើងចង់ដាក់ក៏បានដែរហ្នឹងតែបើសម្រាប់ក្នុងទូរស័ព្ទមុនវាអត់មានកន្លែងឲ្យរើសអ្នកគ្នាអាចនឹងផ្ញើតាសនឹងទៅអូតូទៅវាដឹងដែរព្រោះនៅលើនេះយើងបានបញ្ជាក់ថាយើងសុំជារូបភាពអញ្ចឹងណាអញ្ចឹងគេនឹងចាប់អូតូហើយបន្ទាប់មកយើងកន្លែងនេះយើងសុំទំហំអ្នកគ្នាសុំទំហំណាឧទាហរណ៍អ្នកគ្នាចង់បានរូបនឹងទំហំបាទឥឡូវខ្ញុំចង់បានឧទាហរណ៍ថាខ្ញុំចង់បានទំហំខ្ញុំយកទំហំដាក់ thumbnail YouTube ចាហើយខ្ញុំយកទំហំ size ខ្ញុំយក16.9 អញ្ចឹងឧទាហរណ៍ថាខ្ញុំយកទំហំប៉ុណ្ណឹងខ្ញុំសរសេរដាក់ប៉ុណ្ណឹងមកនេះprompt ហ្នឹងអ្នកនរគ្នាអាច copy ដូចរបស់ខ្ញុំហ្នឹងយកទៅក៏បានដែរអ្នកគ្នាអាចសរសេរតាមហ្នឹងទៅហើយបើអ្នកនរគ្នាចង់បន្ថែមចំណុចណាផ្សេងអ្នកគ្នាអាចសរសេរថែមតាមនឹងតិចតួចទៅបន្ទាប់មកយើងផ្ញើទៅបន្ទាប់មកគេនឹងធ្វើការបង្កើតរូបឲ្យយើងហើយរូបចេញមកគឺដូចនឹងអត្ថន័យបទចម្រៀងរបស់យើងហ្នឹងមកអ្នកគ្នាមិនបាច់ភ័យថាខ្លាចរូបចេញមកចេញជារូបផ្សេងទេហើយវាមានភាពងាយស្រួលត្រង់ថាអាសាច់រឿងនៅក្នុងអត្ថន័យ lyric ហ្នឹងយើងមិនបាច់ហត់អង្គុយទៅ research យករូបភាពមកកាត់បញ្ចូលគ្នាម្ដងមួយទេអញ្ចឹងគឺយើងចុចថាមក click ពី click ហ្នឹងអត្ថន័យរបស់យើងក្នុងចម្រៀងយើងតាំងមកហ្នឹងរូបភាពមួយស្លាកហ្នឹងវាចេញមកឲ្យដូចមកអ្នកគ្នាអាចមើលរបស់ខ្ញុំនេះបាន
bọt ní nhung thơ bị át này về nhưng đã át này về như đại đa là vật phụ nô lo chẳng hạn là bên trắng bọt cho mình riêng hiệp để về tranh mạo dương ní về tranh mạo chẳng mình thuộc này còn này hay chỉ muốn phụ mặc qua để chẳng đại hay cho nên xem mình thấy nhung trong cam là này về là này xong về bị prom nhung từ bốn chẳng này đi ở về bạc nhung mà nhung xong mà nhé anh ấy nhung xong mà cha bị môn này tại sao nhung trong thơ video này ở như mơ như thế cái nhung cho nên ở những người đầu tiên đó vì mình thẩm ban đầu phía về ban tăng cho nó chơi thì tăng rụt phía tăng cho nó chơi bị trâu cho mũi nên là lyric để dương đạn nó bằng lơ nè chẳng cái lại lyric nhưng phải chạy là niềm đầu tiên là nhận niềm bén và sân chơi cái lại nhưng là lyric ở dương là ban xong bị tra chỉnh thi để dương được copy cái lại bot để dương trên này đừng màu dương copy máu hay dương vô viên một pha màu dương pha video môn thấy dương pha lyric video thấy ban dương pha bị để nhung nô tụng nhỉ bị nó dương pha bị bắt bị lyric nhưng mà chẳng viên ban tăng rụt phía mà sẽ là hay tăng cho nó chơi cái trâu cho mũi nên bạn chủ riêng này hay nó cứ về miền phía mình sẽ lại những hay mũi tiết để khi bạn chỉ nói lấy tham mấy rụt mà nhóm mũi miền cho nó chơi mũi bị ăn miền chẳng bây giờ là cho nó chơi tại vì ao máu nó nhưng mà trong bàn chắc nhóm cho lại edit máu và tối mới nhóm được xây nó càng cao này cái này ai được xây nó càng cao nên tha lúc chúng nó chơi rồi lúc ở sau trên bị rụt chẳng thế chẳng viên phơi ca lúc tranh áo tục từ rụt phía hay là nghe vô từ cái nó không ép mũi ná các bạn để nét ở đây lọc ra vậy nè thì bị cho nó chơi bao nhiêu màu nắm liên miên là bạn cái nào cái này